បាទជំរាបសួរប្រិមិត្តនៅពេលនេះបាទខ្ញុំបាទសូមធ្វើវីដេអូបង្ហាញអឺជូនបាទអតិថិជនបាទគាត់ឆ្ងល់ថានៅពេលដែលគាត់ច្រៀងទៅសំឡេងតន្ត្រីសំឡេង music background ហ្នឹងវាថយអញ្ចឹងអតិថិជនសូមកលេចមើលនេះបាទនេះ side chain នេះបាទគេដាក់ side chain បើសិនជាវាជាប់បាទបើសិនជាវាជាប់ប៊ូតុងហ្នឹងមានន័យថានៅពេលដែលលោកអ្នកច្រៀងគឺអាសំឡេង play ហ្នឹងនឹងវាថយអូតូតែម្ដងបាទអញ្ចឹងជាក់ស្ដែងឥឡូវនេះខ្ញុំចាក់តន្ត្រីដាក់ចម្រៀងហើយបន្ទាប់មកខ្ញុំនឹងនិយាយបាទចាំមើលខ្ញុំចាក់បាទឥឡូវនេះខ្ញុំនិយាយឃើញទេសំឡេងចម្រៀងហ្នឹងសំឡេង play ហ្នឹងគឺវាថយតែម្ដងបាទអញ្ចឹងបើសិនបើយើងមិនចង់ឲ្យសំឡេងដែលយើងច្រៀងសំទោសសំឡេងភ្លេងថយទេប្រិមិត្តចុចអានេះមួយមកបាទអញ្ចឹងកុំឲ្យវាមានភ្លើងភ្លឺមានន័យបើភ្លើងភ្លឺមានន័យថាវាជាប់ហើយក៏ប៉ុន្តែដោយឡែកបើសិនជាវាមានន័យថាភ្លើងនឹងអត់ជាប់ទេហើយលោកអ្នកច្រៀងនៅតែសំឡេងភ្លេងនឹងវាថយបន្តិចឬក៏បែបណាអីវាពាក់ព័ន្ធនឹងការប្រើម៉ៃនេះអានេះប៊ូតុង microphone បាទអញ្ចឹងលោកអ្នកមិនត្រូវបើកអស់ពេកទេនៅពេលដែលយើងបើកអស់សំឡេងរបស់យើងបុកខ្លាំងបាទអញ្ចឹងបុកខ្លាំងធ្វើឲ្យភ្លេងវាលុបភ្លេងអញ្ចឹងយើងសេរីខ្លួនយើងមកបាទដាក់ពាក់កដាលប៉ុណ្ណឹងក៏បានដាក់ប៉ុណ្ណេះក៏បានបាទហើយមួយទៀតប្រសិនបើសេរីអាហ្នឹងហើយសំឡេងភ្លេងហ្នឹងវានៅតែថយមានន័យថាភ្លេងហ្នឹងនៅតែថយគឺវាពាក់ព័ន្ធទាំង microphone ហើយបាទមានន័យថា microphone របស់លោកអ្នកដែលប្រើហ្នឹងវាអត់ support ជាមួយបាទមានតែប៉ុណ្ណឹងទេវាអត់ support ជាមួយបើសិនជាវា support ជាមួយមានន័យថាយើងដាក់ទៅគឺត្រូវតែម្ដងហើយ effect របស់វាយើងចុចមួយដូរមួយបាទហើយអា loop នេះមានទាំងអស់បាទសម្រាប់លោកអ្នកតឡើងទៅជា studio អីគឺវាមានប៊ូតុង loop back អីវាមានមួយ set អី1 2 3នេះភ្លើងនេះក៏យើងអាច download ចេញពី website របស់ក្រុមហ៊ុនមកបានដែរបាទអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចុច effect មួយអញ្ចឹងមកបាទអញ្ចឹងវាដូរបាទប៊ូតុងរបស់វាដូរយើងអាចតឡើង echo នេះ echo របស់វាបាទចេះសំឡេងរបស់វាដូរហើយប៊ូតុង pitch ឥឡូវខ្ញុំចុច pitch មួយបាទអញ្ចឹងអានេះសលេងធម្មតាយើងចុចមួយដូរមួយសម្រាប់យើងនិយាយលេងបាទនេះចុចសំឡេងបាទចឹងសម្រាប់សំឡេងបន្លែងលេងខ្លីៗអីគឺមាននៅនឹងប្រិមិត្តបាទចុចទៅបាទអានេះសលេងទៅអញ្ចឹងទៅវិញអញ្ចឹងលោកអ្នកចុចសារដើមមកអានេះមកដល់ original sound ហើយបាទអញ្ចឹងចំណុចដែលច្រៀងទៅភ្លេងទៅថយគឺមានតែប៉ុណ្ណឹងឯងបាទសូមអរគុណច្រើនសូមជម្រាបលាបាទ